បាទជំរាបសួរពុកម៉ែបងប្អូននៅថ្ងៃនេះខ្ញុំបាទនឹងបញ្យល់អំពីការមើលក្រឡាដីភូមិបាទសម្រាប់សង់ផ្ទះបាទពុកម៉ែបងប្អូនតែងខមមិនសួរថាសង់នៅត្រង់ណាដែលល្អដែលបានសុខបាទបានជ័យហ្នឹងបាទកន្លែងដែលសង់បានសុខបានជ័យបាទគឺមាន8លេខ8ចំណុចបាទហើយសូមបញ្យល់ថែមទៀតឥឡូវឧទាហរណ៍ដូចជានៅក្នុងប្លង់ខ្ញុំគូនេះបាទក្នុងប្លង់ខ្ញុំគូនេះឧទាហរណ៍ថាដីពុកម៉ែបងប្អូនមានទំហំបាទអញ្ចឹងមានទិសមានដៅបាទឧទាហរណ៍ថាឥឡូវថាក្បាលដីវាមានចំនួន20ម៉ែត្របាទ20ម៉ែត្រពុកម៉ែបងប្អូនបាទឥឡូវយើងថាដាក់អញ្ចឹងមិនយល់ទេយើងដាក់អក្សរខ្មែរបាទ20ម៉ោបាទថា20ម៉ែត្រក្បាល20បាទក្បាលនេះ20បដោយចុះមកក្រោមចេះមកក្រោយ5បាទទិសដៅទៅខាងណាក៏ដោយប៉ុន្តែសំខាន់គឺមានក្បាលមានកន្ទុយពុកម៉ែបងប្អូនក្នុងផ្ទៃដីរបស់ពុកម៉ែបងប្អូននោះគឺមានក្បាលមានកន្ទុយvàមានបដោយមានទទឹងមានបដោយអាទទឹងគេហៅថាក្បាលបាទបដោយវែងហ្នឹងបាទគេហៅជម្រៅអញ្ចឹងថា50ម៉ែត្រពុកម៉ែបងប្អូន50ម៉ែត្របាទអញ្ចឹងពុកម៉ែបងប្អូនត្រូវចែកផ្ទៃដីពុកម៉ែបងប្អូននឹងជា5បាទចែកក្បាលដីនឹងជា5ចែកកតុយនឹងប្រមាណបដោយ200ក៏ได้300ក៏ได้គឺក៏ចែកជា5ដែរឥឡូវខ្ញុំធ្វើការគូសបែងចែកបាទជា5បាទឥឡូវ2 3 4 5បែងចែកផ្ទៃដីពុកម៉ែបងប្អូនហ្នឹងជា5ផ្ទៃកន្លាបាទ1 2 3 4 5បាទពុកម៉ែបងប្អូនត្រូវចែកក្បាលដីអញ្ចឹងតួក្បាលដីពុកម៉ែបងប្អូនមានទំហំ10ម៉ែត្រក៏ដោយឬ7 8ម៉ែត្រ20ម៉ែត្រ50ម៉ែត្រក៏ដោយបាទចែកក្បាលដីហ្នឹងទៅជា5ចែកក្បាលដីជា5ហើយបាទយើងបែងចែកជម្រៅវានឹងដូចថាប្រមាណ50ម៉ែត្រហ្នឹងក៏ចែកជា5ដូចគ្នាបាទហើយខ្ញុំឧទាហរណ៍ឲ្យស្មើចាស់បាទចែកចេញជា5 1បងប្អូនគូលើស2 3
1 2 3 4 បាទ1 2 3 4 5បាទខ្ញុំគូសលឹះបាទមិនទេពុកម៉ែបងប្អូនថាចេញជា5ដែរឲ្យស្មើគ្នាបាទប៉ុន្តែនេះខ្ញុំគូសលឹះអញ្ចឹងក្បាលដីឧទាហរណ៍ថា20ម៉ែត្រក្តៅ30ឬក៏50ម៉ែត្រក្តៅគឺចែកនឹង5នេះក្បាលខាងនេះបាទពុកម៉ែបងប្អូនគេហៅថាក្បាលទទឹងហ្នឹងទទឹងគេហៅថាក្បាលទិសខាងណាក៏ដោយមិនសំខាន់ទិសកើតទិសលិចហើយពុកម៉ែបងប្អូនចែកជា5ក្បាលដីហើយជំរឿមកក្រោយក៏ចែកនឹង5ដែរបាទចែកនឹង1 2 3 4 5បាទចែកនឹង5ដែរស្មើគ្នាបាទហើយវាមានបាទកាឡាដីគឺទីនេះលេខ4បាទវាមានមហាសេដ្ឋីបាទមហាបាទមហាសេដ្ឋីបាទបាទបាទលេខ4បាទលេខ4នេះបាទមហាសេដ្ឋីនឹងដែលអាចសង់ផ្ទះបានមហាសេដ្ឋីបាទបន្ទាប់មកគឺលេខ3បាទលេខ3នេះស្រីសញ្ជ័យបាទស្រីសញ្ជ័យបាទប្របាទស្រីសញ្ជ័យប្របិតារបស់ប្រវេសន្តរសញ្ជ័យបាទដោយសារកាឡាទូចពេកពុកម៉ែបងប្អូននេះសយោសញ្យុបសយោសញ្យុបបាទប្របាទស្រីសញ្ជ័យបាទលេខ4មហាសេដ្ឋីលេខ3ប្របាទស្រីសញ្ជ័យហើយលេខ2នោះគឺប្របាទសទ្ធោទនៈបាទបន្ទាប់មកគឺលេខ2បាទដាក់មកខាងលើទីពុកម៉ែបងប្អូនដាក់សុទ្ធោទនៈសុទ្ធោទនៈថោស្រអ៊ូធូតៈណាបាទខ្ញុំទៅសេតមកខាងនេះបាទនឹងគឺកន្លែងដែលមានលេខបាទលេខហ្នឹងគឺសុទ្ធតែសង់ផ្ទះបានបាទលើកុំឲ្យយូរកន្លែងណាមានលេខគឺខ្ញុំដាក់លេខត្មងហើយកន្លែងណាអត់លេខចាំខ្ញុំបញ្យល់ប្រាប់តាមក្រោយទៀតពុកម៉ែបងប្អូនធុតនៈមកចៅ
បាទចៅអត់មានលេខទេអរៈក៏អត់មានលេខដែរបាទអញ្ចឹងឥឡូវពុកម៉ែបងប្អូនមើលតាមក្បួននេះតែម្ដងបាទនេះបាទឥឡូវបញ្យល់ពីមិញថាក្បាលដីយើងមានទទឹង20ម៉ែត្រនិងបណ្ដោយ50ម៉ែត្រហើយយើងចែកជាក្បាលដី1 2 3 4 5ហើយបណ្ដោយដីក៏1 2 3 4 5បាទអញ្ចឹងពុកម៉ែបងប្អូនមើលនេះលេខ4ជាកន្លែងដែលសង់ផ្ទះបានគឺមហាសេដ្ឋីប្របាទត្រីសញ្ជ័យស្ទុតនៈបាទមកនេះចៅឬអរៈបាទនេះអញ្ចឹងយើងលៃក្រឡាវា20ម៉ែត្រចែកនឹង5បាន4អញ្ចឹងពុកម៉ែបើពុកម៉ែបងប្អូនឧទាហរណ៍ថាយើងចង់ធ្វើផ្ទះធ្វើផ្ទះបើបែរមុខមកជើងថាបែរមុខមកជើងចុះបែរមុខខាងនេះទិសខាងជើងអញ្ចឹងផ្ទៃដីដែលយើងចែកបាននេះមកប្រឡោះហ្នឹងបានតែ4ទេព្រោះបាទមកប្រឡោះមកខាងនេះ20ម៉ែត្រមិញនេះបានតែ4ផ្ទះពុកម៉ែបងប្អូនថា7អញ្ចឹងវាអាចឈានចូលមកខាងនេះបានបាទសសរដាក់មកខាងនេះក៏បានដាក់មកដល់នេះបាទហើយសសរកន្លោងក៏នៅក្នុងផ្ទៃដីនឹងដែរបាទបើយើងនៅខាងកើតបាទខ្ញុំមិញ20ចែកជា5បាន4ម៉ែត្រអញ្ចឹងក្បាលដីដែលពុកម៉ែបងប្អូនសង់ផ្ទះបាន4ម៉ែត្រមកប្លុក4ម៉ែត្រមកប្លុក4ម៉ែត្រមកប្លុក4ម៉ែត្រឥឡូវ3ប្លោះនេះវាស្មើនឹង12ម៉ែត្រយើងអាចសង់បានបើយើងបែរមុខទៅកើតសង់មកទៅតឹង7ម៉ែត្រចូលមកដីខាងនេះចូលបានឬមួយក៏សង់កន្លែងនេះចូលមកខាងនេះក៏បានវាអាចបាន12ម៉ែត្រហើយបើពុកម៉ែបងប្អូនទៅសង់កន្លែងនេះមកដាក់ជើងរៀងនៅក្នុងកន្លែងដីចោលនេះបានហាមមិនឲ្យដាក់ជើងសសរកន្លោងឈានមកដល់ខាងហ្នឹងបាទដាក់តែជើងរៀងបានដែលយើងសង់នៅក្នុង3ប្លោះនេះបាទនៅក្នុង3ប្លោះនេះយើងដាក់សសរកន្លោងបានដាក់ទាំងអស់ឧទាហរណ៍ថាឥឡូវសង់ចំកណ្ដាលនេះបានតែ4ម៉ែត្រទេឈានជើងកន្លោងមកដាក់ខាងនេះបានបាទព្រោះ7ម៉ែត្រអានេះមួយប្លោះ4ម៉ែត្រវាបាន8ម៉ែត្រអញ្ចឹងជើងរៀងហើយនឹងសសរកន្លោងអាចឆ្លងគ្នាបាន3ប្លោះនេះតែបើផ្សងមកខិតមកនេះប៉ះកន្លែងនេះអាចដាក់តែជើងរៀងបញ្ចេញតែជើងរៀងពីនេះមកបានហើយកុំឲ្យដល់ជើងសសរកដាលហ្នឹងសសរកន្លោងហ្នឹងឈានចូលមកដល់ត្រង់នឹងដែរពុកម៉ែបងប្អូនអាហ្នឹងគេហៅថាការសង់ដីរកកន្លែងបាទសុខសាន្តឬកន្លែងល្អហ្នឹងបាទមានកន្លែងដែលមានលេខហ្នឹងបាទ
ឬមួយបើពុកម៉ែបែកមុខមកនេះមិញខ្ញុំនិយាយថាបែកមុខទៅកើតហើយបើពុកម៉ែបងប្អូនបែកមុខមកទិសខាងជើងក្បាលដីពុកម៉ែបងប្អូនហ្នឹងនៅទិសខាងជើងបដ ாய் ទៅត្បូងម្ដងបាទឬមួយបាទมันសំខាន់តែកន្លែងហ្នឹងទេកន្លែងផ្សេងទៀតដូចជាកន្លែងនេះអីជាដើមបាទកន្លែងនេះពុកម៉ែបងប្អូនអាចបាទដាក់ជើងរៀងបាទហើយចំណុចផ្ចិតកណ្ដាលនេះសេដាសោកលោកហាមមិនឲ្យសង់ចំពាក់កណ្ដាលដីបាទកន្លែងនេះបាទយើងសង់បានតែកន្លែងនេះសង់មិនបានទេអញ្ចឹងគេឲ្យលៃកាឡាផ្ទៃដីផ្ទះហ្នឹងពុកម៉ែបងប្អូនដែលមានមិញ10ម៉ែត្រក៏ដោយ20ម៉ែត្រក៏ដោយត្រូវតែចែកបាទនឹង5នេះ1 2 3 4 5ដើម្បីបាទថាក្នុងមួយប្រឡោះល្អមួយប្រឡោះអាក្រក់អញ្ចឹងមួយប្រឡោះល្អសង់បានប្រឡោះមិនល្អសង់មិនបានអញ្ចឹងមិនថាសង់មិនបានទេលោកគ្រាន់តែហាមថាកុំឲ្យដាក់សសរកន្លោងមកចំកន្លែងមិនល្អបាទដាក់តែជើងរៀងបានបាទជើងសសរខាងហ្នឹងឧទាហរណ៍ពុកម៉ែបងប្អូនសង់ផ្ទះបាទនៅចំណុចបាទសេដ្ឋីនេះប៉ុន្តែពុកម៉ែបងប្អូនក្បាល20ម៉ែត្រចែកនឹង5ទៅបាន4ម៉ែត្រហើយផ្ទះយើងវាធ្វើដល់ទៅជា7ឬ8ម៉ែត្រយើងអាចចូលមកដល់មុខីនេះចូលមកបានប៉ុន្តែដាក់តែជើងរៀងបាទជើងរៀងដាក់បាទចូលមកបានបាទមកបដ ாய் ហ្នឹងជើងរៀងសសរកន្លោងគឺហាមមិនឲ្យដាក់ក្នុងកន្លោងនឹងទេគឺដាក់នៅក្នុងកាឡាសិទ្ធិព្រះបាទស្រីសញ្ជ័យសធុតនៈបាទពុកម៉ែបងប្អូនអានេះ4ម៉ែត្រពុកម៉ែបងប្អូនធ្វើតែ7ម៉ែត្រអញ្ចឹងអាជើងរៀងខាងហ្នឹងចូលមកខាងហ្នឹងចុះដល់សសរកន្លោងគឺហាមមិនឲ្យចូលមកខាងហ្នឹងបាទគឺនៅខាងនេះបាទឧទាហរណ៍ថាបដ ாய் អញ្ចឹងមកសសរកន្លោងបាទបដ ாய் អញ្ចឹងមកផ្ទះ8ម៉ែត្រអានេះ1ផ្លោះ4វាស្មើនឹង8ម៉ែត្រអាចសង់មកដល់បាទនេះឬមួយក៏ខាងនេះមកទៀតបាទបានសសរកន្លោងបាទក្នុងជួរផ្ទៃដីខាងហ្នឹងបាទហើយជើងរៀងដាក់ខាងហ្នឹងដាក់ខាងនេះចូលមកចេះបានបាទនឹងចំពោះជើងរៀងបាទទូ3បែរទៅខាងកើតក៏ដោយបែរមកខាងជើងក៏ដោយគឺជើងរៀងចេញមកបានបាទជើងរៀងបាទចេញមកបានបាទនេះឧទាហរណ៍ថាបែរទៅខាងកើតជើងរៀងមកជាហៀងចេញមកបានចែកជាប្លង់ដីបាទហើយបែរមកខាងជើងរៀងចេញមកខាងហ្នឹងបានតសកន្លងនៅក្នុងផ្ទៃដីបាទមហាសេដ្ឋីស្រីសញ្ជ័យធុតនៈនឹងបែរមកជើងបែរទៅត្បូងបែរទៅកើតក៏អញ្ចឹងបាទគឺជើងរៀងដាក់នៅក្នុងកន្លោនបាទឥឡូវពុកម៉ែបងប្អូនថតចំណាំបាទកាឡាមានឈ្មោះអ្វីខ្លះបាទឥឡូវខ្ញុំរាប់ពីលើទៅមុនទៅចុះមិនបាច់រាប់តាមលេខរៀងទេកាឡាដែលសង់ផ្ទះបានបាទវាមានបាទ8លេខបាទនេះពីលើមក8លេខគឺលេខ4ប្របាទមហាសេដ្ឋីលេខ3ប្របាទស្រីសញ្ជ័យលេខ2នេះធុតនៈ
នេះចោលមិនអាចសង់បានទេបាទអាចដាក់ជើងរៀងបាទឬមួយតចបាទជាបន្ទប់ទឹកបាទបន្ទប់ទឹកបានឲ្យទៅសកឡងនៅក្នុងចំណុចនេះបាទបន្ទាប់មកទៀតគឺមេស្រុកអាចសង់បានប៉ុន្តែក្នុងចំណោមទាំងអស់ហ្នឹងពុកម៉ែបងប្អូនសង់បានដាក់ទៅសកឡងនៅក្នុងហ្នឹងហើយដល់ថាដីហ្នឹងវាលើសយើងបែងចែកកាឡាទៅពុកម៉ែបងប្អូនថាបានតែ3ម៉ែត្រ4ម៉ែត្រឬ5ម៉ែត្រអញ្ចឹងត្រូវបញ្ចេញជើងរៀងបាទទៅទៀតហើយអញ្ចឹងបញ្ចេញបានតែជើងរៀងទៅសខាងទៅសកដាលគឺឲ្យដាក់នៅក្នុងដីនេះបាទដីចំណុចដែលល្អនេះមិនឲ្យចេញក្រៅទេបាទដូចជាមីស្រុកបាទជុតកសិទ្ធិនេះ5សេដាសោកផ្ចិតភូមិចំកណ្ដាលដីបាទហាមសង់ផ្ទះហើយមហាសេដ្ឋីមហោសថសន្ទុះពុកម៉ែបងប្អូនមហោសថបាទលេខ1ក៏សង់បានដែរជាងសង់បាននៅលើនឹងដាក់ជើងរៀងចូលមកខាងនេះក៏បានចូលទៅខាងនោះក៏បានខាងនេះមកក៏បានប៉ុន្តែសំខាន់ឲ្យទៅសកដាលនៃផ្ទះរបស់យើងហ្នឹងគឺចំផ្ទៃដីនេះបាទផ្ទៃដីតូចហ្នឹងបាទនឹងផ្ទៃដីតូចស្ដាច់បាទនិស្សទ្ធិបាទសង់បានតែស្ដាច់នេះក៏មានឫទ្ធិអំណាចខ្លាំងណាស់បើពុកម៉ែបងប្អូនអាចសង់នៅលើនេះបាទរកស៊ីមានបានហើយបើសិនតែដាក់ខ្លួនវិញក៏ដាក់ខ្លាំងដែរពុកម៉ែបងប្អូនដូចជានៅកន្លែងទីផ្សារនេះចឹងដែរបាទរកស៊ីមានរកស៊ីដាក់គឺដាក់ខ្លាំងដូចគ្នាហើយបើផ្ទៃដីនេះហាមលោកហាមមិនឲ្យសង់គឺបាទទំនាយនៅក្នុងហ្នឹងគឺមានសង់នេះអសមុខីសង់លើនេះប្រពន្ធផាត់ប្តីសង់លើដីនេះនៅបានតែចុងក្រោយភ្លើងឆេះផ្ទះហើយបើសង់លើដីនេះគឺបាទខ្មោចរំខានឬមួយក៏ផ្ទះហ្នឹងមានខ្មោចនៅរំខានដល់ម្ចាស់ផ្ទះអញ្ចឹងគេមិនឲ្យសង់ចំណុចទាំងអស់ហ្នឹងដាក់ជើងសកឡោងបានទេគឺដាក់បានតែជើងរៀងគេឲ្យបាទសង់ខាងនេះដាក់ជើងរៀងចូលមកខាងនេះបានសង់ខាងនេះដាក់ជើងរៀងចូលទៅខាងនេះបានហើយដាក់ខាងនេះក៏ដោយបាទពុកម៉ែបងប្អូននេះជុតកសិទ្ធិលេខ5លេខ7មហាសេដ្ឋីបាទនេះមួយទៀតគឺនាងពៃសាខាបាទហើយបើក្រៅពីនេះពុកម៉ែបងប្អូនសង់ផ្ទះទៅបាទដូចជាតាជជក់យើងដឹងស្រាប់ហើយតាជជក់គឺស្មោមសំទៀនគេសង់លើនេះមានសត្រូវច្រើនសង់លើនេះបាទឈ្មួញអ្នកលក់ត្រីបាទឃើញតាមានការនឿយហត់ខ្លាំងបាទអ្នកកំសត់ទុរគុតបាទសង់លើនេះប្រវេសន្តរនេះគឺដាក់ទៀនគ្មានសល់បាទដាក់ទៀនមិនសល់សង់លើនេះបាទគឺចោលលួចបាទពុកម៉ែបងប្អូនខ្ញុំឃើញបងប្រុសម្នាក់កាលពីចំនួនតាំងពី8ជាង9
កៅជាងម៉េចបាទឆ្នាំ1908បាទប្រហែលជា89បាទកៅជាងហ្នឹងគាត់សង់ផ្ទះនៅចំណុចហ្នឹងខ្ញុំឃើញបាទគាត់អាសាចៅលួចទឹកកបីយប់មួយនោះបាទលួចកបីគាត់នៅក្រោមផ្ទះលួចរាល់ឆ្នាំក្រោយឡើងគាត់ប្រឡែងកបីនៅក្រោយផ្ទះគាត់អើតមើលពីលើផ្ទះទៅឃើញកបីប្រហែលតែមកបរិយឆ្នាំក្រោយមកបាត់កបីដើរអត់ឃើញអញ្ចឹងមួយឆ្នាំគាត់បាត់រហូតមួយឆ្នាំម្ដងឥឡូវគាត់បានធូរធារវិញហើយបាទគាត់បាទប្រខិតផ្ទះនឹងរុញផ្ទះនឹងបាទឲ្យចេញពីចំណុចនឹងបាទខ្ញុំជឿអញ្ចឹងពុកម៉ែបងប្អូននេះកន្លែងដែលគេឲ្យសង់គឺមានលេខហើយបើពុកម៉ែបងប្អូនថាដីវាស់ជាផ្ទៃកាឡាទៅវាតូចគឺអាចបញ្ចេញជើងរៀងមកកន្លែងផ្សេងបានឥឡូវឧទាហរណ៍ថាពុកម៉ែបងប្អូនបាទបែរមុខមកជើងបាទសង់អានេះទល់មុខពេកបាទសង់ចំណុចនេះទៅដាក់ជើងរៀងមកខាងនេះបានទៅខាងនោះបានខាងនេះបានមកមុខនេះបានបាទតែហាមដាក់ទៅសកឡោងហើយកន្លែងនេះក៏ដោយពុកម៉ែបងប្អូនលេខ1ព្រះមហោសុតអាចសង់បានដាក់ជើងរៀងបញ្ចេញមកមុខបន្តិចក៏បានចេញទៅក្រោយក៏បានតែទៅសកឡោងហាមឲ្យចេញពីចំណុចនេះហើយបើពុកម៉ែបងប្អូនបាទសម័យឥឡូវផ្ទៃដីវាទូចវាមានតែខ្លះនោះគាត់ទិញគេតែ5ម៉ែត្រពីទឹកអីចឹងជាដើមអញ្ចឹងមកទំហំផ្ទះវាអាចសង់ពីលើនឹងទាំងអស់បានមិនបាច់ចាំថាជើងរៀងតាណាអីតាណីព្រោះមានតែទទឹង5ម៉ែត្របដោយ20អីចឹងមកពុកម៉ែបងប្អូនអាហ្នឹងពុកម៉ែបងប្អូនគេលេងនិយាយប៉ុន្តែគេនៅតែមើលភូមិដីផ្ទៃដីដូចគ្នាមើលសួរថាតើឧទាហរណ៍ថាគេបើកផ្លូវបាទបើកផ្លូវហ្នឹងទៅសួរកន្លែងសូរិចោដីគេបើកផ្លូវមកអាចប៉ះពាល់ឬអត់ទី1គេឈូសឆាយធ្វើផ្លូវបើកផ្លូវធ្វើលបងធ្វើអីយើងអាចប៉ះពាល់អត់គេមើលអញ្ចឹងទៀតមិនថាមិនឲ្យមើលទេសម័យដីឡើងថ្លៃបាទគឺមើលដូចគ្នាមើលទី1មើលទី2ហ្នឹងគឺជុំវិញបរិស្ថានផ្ទះយើងអាចការពារមកកុំឲ្យមានព្រៃមានបាទដើមឈើក្របសង្កត់កាលណាមានឧបទ្ទវហេតុដូចភ្លើងផ្សែងអីបាទយើងរកកន្លែងគិចវាអត់រួចគេមើលតែប៉ុណ្ណឹងទេបាទតែពីនឹងចំណុចណាក៏ល្អដែរសម័យលើសម័យដីឡើងថ្លៃបាទគឺចំណុចដីត្រង់ណាក៏ល្អដែរបើចែកគ្នារស់ទៅខ្លះទៅគាត់មានតែដីទៅទឹង5ម៉ែត្រឬទៅទឹង10ម៉ែត្រអញ្ចឹងបើដីធំគាត់ធ្វើតែផ្ទះមួយគឺអាចមើលបានដូចគ្នាអញ្ចឹងបាទទៅខិតមកខាងណាបើដីទូចមកទំហំផ្ទះបាទមិនបាច់មើលទេរើតែជាងហើយនឹងលៃលោកកុំឲ្យទៅគេបើកផ្លូវប៉ះពាល់នេះជាដើមបាទអញ្ចឹងសូមអរគុណពុកម៉ែបងប្អូនដែលខ្ញុំបាទធ្វើវីដេអូវែងបន្តិចសូមអភ័យទោសយល់មិនយល់បាទសូមអធិស្ឋានខ្ញុំមិនសូវជាចេះពន្យល់ឲ្យបានក្បោះក្បាយបាទសូមអរគុណ